បាទខ្ញុំបាទឈ្មោះរីមសម្បត្តិបាទជាកសិករចិញ្ចឹមមាន់ពងនៅភូមិគោកពន្លៃបាទនៅសង្កាត់អូម៉ាល់ក្រុងបាត់ដំបងបាទមូលហេតុដែលខ្ញុំចាប់មុខរបរយកការចិញ្ចឹមមាន់ពងនេះគឺទីមួយគឺចិត្តស្រឡាញ់បាទចិត្តស្រឡាញ់ក្នុងការចិញ្ចឹមសត្វហើយមួយទៀតគឺយើងចង់បង្កើតផលិតផលក្នុងស្រុកឲ្យបានច្រើនបាទកាត់បន្ថយការនាំចូលអញ្ចឹងនៅពេលដែលយើងព្យាយាមបង្កើតផលិតផលក្នុងស្រុកឲ្យបានច្រើនយើងធ្វើឲ្យប្រជាពលរដ្ឋរបស់យើងហ្នឹងគាត់បាទមានការងារធ្វើកាន់តែច្រើនបាទយើងជួយគ្នាទៅវិញទៅមកខ្ញុំចាប់ផ្ដើមមុខរបរនេះមកដល់បច្ចុប្បន្ននេះរយៈពេលស្ទង់ប្រហែលជា3ឆ្នាំហើយបងក្នុងការរៀបចំរោងទាំងអស់នេះផ្ទៃដីរបស់ខ្ញុំប្រហែលជា2000ការ៉េជាងដែរបាទហើយចែកចេញជា3ខ្នងបងរោងចែកចេញជា3ខ្នងចំនួនមាន់ពងរបស់ខ្ញុំនេះគឺសរុបមាន់ទាំងអស់មាន8000ក្បាលបាទមាន់ដែលពងគឺមាន3000ក្បាលហើយមាន់ដែលត្រៀមនឹងពងនៅប្រហែលជា2ខែខាងមុខនេះមានចំនួន5000ក្បាលមាន់របស់យើងនេះគឺពូជមាន់ពងប្រចាំថ្ងៃនេះគឺយើងយកមកពីខាងក្រុមហ៊ុនយើងក្នុងមាន់ពងរបស់យើងនេះមានច្រើនប្រភេទមានប៊ូវ៉ាន់ប្រោនមានអ៊ីសាប្រោនបាទទៅតាមប្រភេទដែលយើងជ្រើសរើសយកមកដាក់ត្រូវនឹងអាកាសធាតុនៅស្រុកយើងណាដល់ការប្រមូលផលរបស់យើងគឺយើងប្រមូលប្រចាំថ្ងៃព្រឹកឡើងចាប់ពីម៉ោង9ម៉ោង10ឡើងហើយផ្ដល់ពងឲ្យយើងអញ្ចឹងយើងអាចប្រមូលផលបាននៅពេលព្រឹកបច្ចុប្បន្ននេះមាន់មេពងរបស់យើងមាន3000អញ្ចឹងប្រមូលប្រចាំថ្ងៃបានខ្ទង់ប្រហែលជា2000ជាងបន្តិចទេបងក្នុងមួយថ្ងៃពងបន្ទាប់ពីយើងប្រមូលបានទីមួយយើងបោះដុំបន្តបាទតើឲ្យបងប្អូនណាដែលគាត់ចង់បង្កើតអាជីវកម្មបន្តយកទៅលក់ដូរគឺយើងបោះបន្តឲ្យពួកគាត់ហើយពេលខ្លះទៀតគឺយើងយកទៅចែកចាយទៅដល់ទីផ្សារតម្រង់យើងទៅទម្លាក់តាមតូបឲ្យពួកគាត់បើសិនជាមានបងប្អូនណាគាត់តាក់ទងមកថាគាត់ចង់បង្កើតមុខរបរក្នុងការលក់ដូរពងគឺយើងដាក់តម្លៃដុំឲ្យគាត់ហើយឲ្យគាត់មកយកដល់ទីកន្លែងឬក៏បើគាត់យកច្រើនដូចជាមកទីរួមខេត្តបាត់ដំបងយើងដឹកជញ្ជូនឲ្យគាត់ពេលដែលគាត់យកច្រើនពងមាន់ដែលបានមកនេះបច្ចុប្បន្ននេះខ្ញុំចែកចាយទៅនឹងខេត្តបាត់ដំបងបៃលិនបាទឥឡូវនេះគឺយើងចែកចាយតែ2ខេត្តហ្នឹងទេបងបាទតកតងនឹងការទីផ្សារពងមាន់យើងបច្ចុប្បន្ននេះឥឡូវនេះតែម្ដងគឺរៀងពិបាកបន្តិចបាទចាប់ពីមុនខែ2របស់យើងមកតម្លៃអាចទទួលយកបានបងតម្លៃនៅលើទីផ្សារគឺពងក្រៅស្រុកអត់ចូលមកតិចតួចអញ្ចឹងយើងផ្គត់ផ្គង់ទៅឲ្យទីផ្សារគឺតម្លៃសមរម្យអាចទទួលយកបានថែទាំមាន់ពងរបស់យើងនេះគឺអ្វីដែលសំខាន់គឺយើងទាមទារគឺការចាក់វ៉ាក់សាំងបាទចាក់វ៉ាក់សាំងគឺយើងមានកម្មវិធីបាទបើចាប់ពីតូចទៅគឺយើងត្រូវមានកម្មវិធីមានមួយអាទិត្យម្ដង5សប្តាហ៍ម្ដងបាទរហូតដល់មាន់ពងនេះយើងមានមួយខែម្ដង3ខែទៅ6ខែម្ដងទៅតាមប្រូក្រាមទៅតាមកម្មវិធីរបស់យើងហើយក្នុងការដាក់ចំណីគឺយើងបាទចែកពេលវេលាទៅតាមដែលយើងកំណត់ពីដៃចាប់ដើមពងមកយើងអាចកំណត់ពីចន្លោះពី2ពេលទៅ3ពេលក្នុងការដាក់ចំណីបាទហ្នឹងក្នុងការបច្ចេកទេសយើងថែទាំបើសិនជាបងប្អូនដែលគាត់ត្រូវការបង្កើតមុខរបរយកពងបាទទៅលក់បន្តធ្វើជាមុខរបរបងប្អូនអាចតាក់ទងមកខ្ញុំបានតាមលេខទូរស័ព្ទបាទ0967752 319បាទក្នុងនោះគឺមានលេខ Telegram ក្នុងដែរបាទហើយអាចឆាតតាក់ទងសួរអំពីបច្ចេកទេសនៃការចិញ្ចឹមអីក៏បងប្អូនអាចឆាតមកបានដែរបាទជាចុងក្រោយខ្ញុំសំណូមពរឲ្យប្រជាពលរដ្ឋយើងទាំងអស់បាទងាកមកគាំទ្រផលិតផលក្នុងស្រុក